ឯកឧត្តមសេនីយ៍ឯកម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រកាសមេបញ្ជាការនិងមេបញ្ជាការរងរបស់បញ្ជាការដ្ឋានទ័ពពិសេសឯកឧត្តមសេនីយ៍ឯកម៉ៅសុផាន់អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទនិងជាមេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងរបស់លោកឧត្តមសេនីយ៍ត្រីសុំសំណាងមេបញ្ជាការនិងលោកឧត្តមសេនីយ៍ត្រីមួនសមេតមេបញ្ជាការរងនិងជានាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេសនាព្រឹកថ្ងៃទី14ខែកញ្ញាឆ្នាំ2023នេះនៅទីបញ្ជាការដ្ឋានទ័ពពិសេសកំបូលនាឱកាសនោះឯកឧត្តមសេនីយ៍ឯកម៉ៅសុផាន់បានលើកឡើងថារាជរដ្ឋាភិបាលកម្ពុជានីតិកាលទី7ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តដឹកនាំនាវាកម្ពុជាធានាបាននិរន្តរភាពជាតិសន្តិភាពស្ថិរភាពយូរអង្វែងជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍប្រទេសជាតិក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាក្នុងន័យនេះកងយុទ្ធពលខេមរៈភូមិន្ទក៏ដូចជាកងទ័ពជើងគោកបដិញ្ញាគាំទ្រពេញទំហឹងនិងចូលរួមអភិវឌ្ឍយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលនីតិកាលទី7ក្នុងការអនុវត្តវិធានការគោលនយោបាយនិងកម្មវិធីនានានៅក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1អាយដាមម៉ៅសុផាន់បានបន្តថាកងយុទ្ធពលខេមរៈភូមិន្ទក៏ដូចជាកងទ័ពជើងគោកសូមបដិញ្ញាការពីរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតនិងកំទេចចោលរាល់អំពើក្បត់ជាតិមនោគមវិជ្ជាជ្រុលនិយមដែលមានគោលបំណងចង់ផ្ដួលរំលំរាជរដ្ឋាភិបាលឧត្តមសេនីយ៍ឯកម៉ៅសុផាន់ក៏បានផ្ដាំផ្ញើដល់កងឯកភាពបញ្ជាការដ្ឋានទ័ពពិសេសក៏ដូចជាអង្គភាពចំណុះកងទ័ពជើងគោកត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយុទ្ធពលខេមរៈភូមិន្ទដោយធ្វើការបណ្ដុះបណ្ដាលនាយទាហានវ័យក្មេងមានសមត្ថភាពឲ្យចូលក្នុងជួរថ្នាក់ដឹកនាំស្របតាមសភាពការវិវត្តថ្មីនាពេលបច្ចុប្បន្ននិងទៅអនាគតបាទជាមួយគ្នានោះលោកឧត្តមសេនីយ៍ត្រីសុំសំណាងក្នុងនាមមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេសបានធ្វើការបដិញ្ញាចិត្តស្មោះត្រង់ចំពោះជាតិសាសនាព្រះមហាក្សត្រហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជនប្រាជ្ញាការពីឲ្យបានដាច់ខាតអធិបតេយ្យភាពបរណភាពទឹកដីការពីរាជបល្ល័ង្កការពីរាជរដ្ឋាភិបាលដែលប្រសូតចេញពីសុឆន្ទៈប្រជាពលរដ្ឋដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីប្រាជ្ញាគោរពអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតច្បាប់រដ្ឋធម្មនុញ្ញច្បាប់រដ្ឋបទកថាគតិយុត្តនានាបទបញ្ញត្តិបទបញ្ជានិងច្បាប់លេខន្តិកៈនៃកងយុទ្ធពលខេមរៈភូមិន្ទប្រឆាំងដាច់ខាតនៅរាល់ឧបាយកលក៏ល្បិចបំផ្លិចបំផ្លាញសន្តិភាពដែលបង្កឡើងដោយបកប្រឆាំងប្រាជ្ញាខិតខំរៀនសូត្រដកស្រង់បទពិសោធន៍សិក្សាស្រាវជ្រាវបន្ថែមលើចំណេះដឹងថ្មីៗដើម្បីបង្កើនសមត្ថភាពឈានទៅសម្រេចភារកិច្ចថ្មីៗជូនជាតិមាតុភូមិនិងបដិញ្ញាយកចិត្តទុកដាក់លើការងារដឹកនាំបញ្ជាគ្រប់គ្រងកងឯកភាពក៏ដូចជាឈរលើមូលដ្ឋាននៃការចែករំលែកចំណេះដឹងបទពិសោធន៍ការងារឲ្យមានការអភិវឌ្ឍរីកចម្រើនសម្រាប់ឲ្យបានជោគជ័យជួនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់សហការជាមួយបណ្ដាក្រសួងស្ថាប័នមានសមត្ថកិច្ចអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងការគោរពអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលទប់ស្កាត់ឲ្យបាននិងរក្សានៅសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងត្រៀមលក្ខណៈគ្រប់បែបយ៉ាងដើម្បីសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយជាយថាហេតុនោះ